រឿងចោរលួចគោកាលពីព្រេងនាយមានបុរសចំណាស់ម្នាក់ចំណាយប្រាក់កាក់ដែលខំសន្សំយ៉ាងយូរដើម្បីទៅទិញគោមួយនឹមយកមកចិញ្ចឹមលោកដឹកគោមកដល់ផ្ទះភ្លាមបុរសជាម្ចាស់ក៏ដឹកគោចេញទៅឯវាលស្រែក្រៅភូមិដើម្បីឲ្យវាស៊ីស្មៅដោយសារអាកាសធាតុក្តៅនិងភាពហត់នឿយផងបុរសនោះក៏បានចងគោទុកឲ្យស៊ីស្មៅរួចខ្លួនក៏ទៅដេកសម្រាកនៅក្រោមម្លប់ឈើក្បែរនោះដោយសារខ្យល់បក់រំភើយម្ចាស់គោក៏លក់ស្កប់ស្កល់ទៅដោយមិនដឹងខ្លួនខណៈដែលបុរសម្ចាស់គោកំពុងលង់លក់ក្នុងដំណេកមានចោរម្នាក់ដើរឆ្លងកាត់មកឃើញគោមានសាច់ឈាមមាំមួនក៏កើតចិត្តលោភលន់វាមើលឆ្វេងមើលស្ដាំឃើញម្ចាស់គោដេកលក់មិនដឹងខ្លួនក៏លបចូលទៅស្រាយខ្សែគោរួចដឹកចេញទៅយ៉ាងលឿនបន្តិចក្រោយមកបុរសម្ចាស់គោភ្ញាក់ឡើងស្រាប់តែបាត់គោពីភ្នែកគាត់ក្រោកឈររំពៃមើលគ្រប់ទិសទីក៏ស្រាប់តែឃើញចៅកំពុងដឹកគោរបស់គាត់រត់ទៅយ៉ាងលឿនបុរសម្ចាស់គោមិនបងអង្គយូរក៏ស្ទុះរត់យ៉ាងលឿនរហូតហៀមនឹងតន់ក៏ស្រែកហៅថាវើយឯងដឹកគោអញទៅណាចៅនោះមិនត្រឹមតែមិនស្ដីរកទេថែមទាំងខំដើរឲ្យលឿនជាងមុនបុរសម្ចាស់គោរត់ទៅទាន់ក៏ស្ទុះទៅចាប់ខ្សែគោដណ្ដើមពីដៃចៅភ្លាមនោះចៅចិត្តអន្តពាលក៏តបវិញទាំងកំហឹងថាយីវើយអញចង់អស់សំណើចនឹងចៅឯងនេះពេកណាស់គោអញដឹកចេញពីផ្ទះអញមកត្រង់ម្ដេចក៏ចៅឯងមកចោទប្រកាន់ថាអញចោលលួចគោឯងទៅវិញអ្នកទាំងពីរដណ្ដើមគោគ្នាទៅវិញទៅមកសុទ្ធតែអះអាងថាជាគោរបស់ខ្លួនរៀងខ្លួនដោយរកដំណោះស្រាយមិនឃើញពួកគេក៏ដឹកគោនោះទៅប្តឹងចៅក្រមពិនិត្យសេចក្តីទៅឃើញថាអ្នកទាំងសងខាងសុទ្ធតែមានហេតុផលរៀងខ្លួនពិបាកនឹងកាត់ក្តីឲ្យយុត្តិធម៌បានទើបនាំខ្លួនទាំងពីរនឹងគោនោះទៅគរព្រះមហាក្សត្រដើម្បីឲ្យព្រះអង្គជួយជំរះក្តីបបិទ្ធព្រះមហាក្សត្រគោនេះទូលព្រះបង្គំទើបនឹងទិញមកដល់ផ្ទះបានរៀបចំដឹកយកមកឲ្យស៊ីស្មៅដោយទូលព្រះបង្គំលង់លក់ក្នុងដំណេកចៅម្នាក់នេះក៏មកលួចដឹកយកទៅលុះទូលព្រះបង្គំតាមតន់វាមិនត្រឹមតែមិនឲ្យទេថែមទាំងដណ្ដើមយកពីព្រះទូលបង្គំទៀតព្រះមហាក្សត្រទ្រង់ត្រាស់សួរថាតើគោនេះចៅឯងឲ្យវាស៊ីអ្វីម្ចាស់គោក្រាបទូលថាទូលព្រះបង្គំឲ្យវាស៊ីស្មៅក្រៅភូមិព្រះអង្គចំណែកឯចៅវិញក៏ក្រាបទូលភូតភរថាព្រះករុណាជីវិតតម្កល់លើត្បូងទូលព្រះបង្គំដឹកគោនេះចេញពីផ្ទះមកសុកស្រាប់តែបុរសម្នាក់នេះដើរមកពីណាក៏មកស្ទុះដណ្ដើមគោទូលព្រះបង្គំនៅកណ្ដាលផ្លូវតែម្ដងព្រះមហាក្សត្រទ្រង់ត្រាស់សួរចៅនោះដូចគ្នាថាចុះឯងឲ្យគោនេះឆៃអ្វីចៅគិតស្មានថាបើឆ្លើយថាស្មៅដូចគ្នាព្រះអង្គប្រហែលជាមិនជឿទើបឆ្លើយបន្លំថាទូលព្រះបង្គំឲ្យវាស៊ីសណ្ដែកព្រះអង្គព្រះមហាក្សត្រ
ទ្រង់ឆ្វេងយល់ពីល្បិចកលរបស់ចៅភ្លាមព្រះអង្គទ្រង់បង្គាប់ឲ្យអាមាត្យទៅយកស្លឹកឈើដែលមានជាតិថ្នាំធ្វើឲ្យក្អួតមកបង្អកគោនោះបន្តិចក្រោយមកគោនោះក៏រើបំរាស់រួចក្អួតចេញមកនៅអ្វីដែលមានក្នុងពោះលទ្ធផលបង្ហាញឲ្យឃើញថាវត្ថុដែលចេញពីពោះគោគឺមានតែស្មៅសុទ្ធសាធពុំមានស្លឹកសណ្ដែកសំបីតែមួយតងឡើយព្រះមហាក្សត្រទ្រង់ត្រាស់ដោយសំឡេងដ៏អង់អាចថាអានេះចៅឯងពិតជាចោរលួចគោគេមែនហើយព្រោះសម្ដីចៅឯងនិងការពិតមិនដូចគ្នាឡើយព្រះអង្គម្ចាស់ក៏សម្រេចកាត់ក្តីឲ្យម្ចាស់គោជាអ្នកឈ្នះក្តីហើយប្រគល់គោនោះឲ្យទៅម្ចាស់ដើមវិញរួចដាក់ទោសចោលនោះតាមច្បាប់ការកាត់សេចក្តីប្រកបដោយបញ្ញាញាណដ៏ខ្ពង់ខ្ពស់នេះគឺការទៅកាន់ផ្លូវដ៏ល្អនិងយុត្តិធម៌ការអប់រំនៃរឿងការចង់បានទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់តែងតែនាំមកនៅទោសកំហុសនិងការអាម៉ាស់ភូតផលមិនឈ្នះការពិតសម្ដីកុហកអាចបន្លំបានមួយគ្រាប៉ុន្តែមិនអាចបិទបាំងការពិតបានជារៀងរហូតឡើយបញ្ញញាណការដោះស្រាយបញ្ហាត្រូវប្រើការសង្កេតនិងភស្តុតាងជាក់ស្ដែងជាងការស្ដាប់តែសម្ដីអះអាងរឿងគោស្រុកនិងចចកកាលពីព្រេងនាយមានភូមិដាច់ស្រយាលមួយដែលប្រជាជនរស់នៅដោយការពឹងផ្អែកលើរបរកសិករផ្ទះនីមួយសុទ្ធតែមានសត្វពាហនៈចិញ្ចឹមជាពិសេសគឺគោសម្រាប់អូសនឹមភ្ជួររាស់ដីស្រែចម្ការក្នុងចំណោមអ្នកភូមិទាំងអស់នោះមានកសិករម្នាក់ឈ្មោះតាពៅដែលមានវ័យចំណាស់បន្តិចប៉ុន្តែនៅតែមានកម្លាំងកំហែងក្នុងការងារគាត់មានគោឈ្មោលមួយនឹមដ៏មាំមួនគឺអាខ្វេនិងអាខ្វិនដែលជាឈ្មោះហៅក្រៅតាមលក្ខណៈពិសេសរបស់ពួកវាអាខ្វេគឺជាគោដែលឧស្សាហ៍ព្យាយាមបំផុតវាមានកម្លាំងខ្លាំងនិងស្ដាប់បង្គាប់រីឯអាខ្វិនវិញវាជាគោដែលមានរូបរាងធំមាំនិងមានសាច់ឈាមគួរឲ្យចង់គយគន់ប៉ុន្តែវាមានចរិតខ្ជិលច្រអូសរកលេខដាក់គ្មានវាជាគោដែលមិនចូលចិត្តការងារធ្ងន់និងតែងតែរកវិធីគេចវេះជានិច្ចជារៀងរាល់ព្រឹកនៅពេលព្រះអាទិត្យមិនទាន់រះផងអាកាសធាតុនៅមានភាពត្រជាក់ស្រស់ស្រាយតាពៅតែងតែចុះពីលើផ្ទះចាស់របស់គាត់មកដាក់គោទាំងពីរដើម្បីទៅភ្ជួរស្រែគាត់តែងតែកាន់នឹមនិងរំពាត់មួយនៅក្នុងដៃខណៈដែលអាខ្វេក្រោកឈររលាស់ខ្លួនត្រៀមខ្លួនជាស្រេចព្រមទាំងបកកន្ទុយយ៉ាងស្វាហាប់អាខ្វិនវិញតែងតែដេកធ្វើពុតជាឈឺដកដង្ហើមធំឮសូរខឹឬធ្វើជាដាវដោយទុនជើងដើម្បីឲ្យម្ចាស់អាណិតពេលខ្លះវាធ្វើជាតួរលំចុះទៅដេកននៀលក្នុងភក់ក្បែរក្រោលធ្វើឲ្យខ្លួនប្រាណប្រឡាក់សុទ្ធតែភក់ប៉ុន្តែតាពៅដឹងល្បិចវាច្បាស់ណាស់គាត់មិនដែលជឿការសំណាញ់របស់អាខ្វិនឡើយគាត់តែងតែយកចំណងខ្សែគោមកទាក់ក្បាលវារួចវាយកំប៉េះគូទវាយ៉ាងដំណំ
ទើបវាព្រមងើបទៅវាស្រែទាំងទឹកមុខក្រៀមក្រំនៅស្រែអាខ្វិនមិនដែលដើរឲ្យត្រង់ជួរទេខណៈដែលអាខ្វាក់អូសនឹមទៅមុខយ៉ាងស្មោះត្រង់អាខ្វិនចូលចិត្តឈប់ស៊ីស្មៅតាមផ្លូវឬធ្វើជាទុនជើងដួលក្នុងភក់បណ្ដាលឲ្យនឹមផ្អៀងទៅម្ខាងធ្វើឲ្យអាខ្វាក់ដើរជាមិត្តភក្តិនឿយហត់ទ្វេដងអាខ្វាក់ធ្លាប់ដាស់តឿនដល់ទឹកមុខនឿយហត់ថាណែបងខ្វិនយើងជាកូនស្រុកមានវាសនាត្រូវជួយម្ចាស់ធ្វើស្រែហើយបើមិនខំទេតើបានចំបាំងឯណាទុកធ្វើស៊ីពេលរដូវប្រាំងហើយម្យ៉ាងទៀតម្ចាស់របស់យើងក៏លំបាកក្នុងការចិញ្ចឹមយើងដែរអាខ្វិនឆ្លើយតបទាំងមួម៉ៅនិងងក់ក្បាលរេទៅរេមកថាឯងចង់ធ្វើជាខ្ញុំគេក៏ធ្វើទៅសម្រាប់អញជីវិតដែលគេវាយបង្ខំឲ្យអូសនឹមធ្ងន់បែបនេះគឺជានរកអញឆ្អែតនឹងចិត្តនឹងជីវិតនេះណាស់អញចង់បានសេរីភាពអញចង់រស់នៅកន្លែងដែលគ្មានបំពាត់គ្មាននឹមនិងគ្មានការហត់នឿយតែវាជាក្តីស្រមៃចង់បានជីវិតមួយដែលគ្មានការងារគ្មានការបង្ខិតបង្ខំមានតែការស៊ីស្មៅតាមចិត្តនិងដេកលេងយ៉ាងសុខសាន្តរាល់យប់វាតែងតែសម្លឹងមើលទៅព្រៃធំដែលនៅឆ្ងាយហើយគិតថានៅទីនោះហើយជាឋានសួគ៌របស់វាថ្ងៃមួយក្នុងរដូវភ្ជួររាស់ដល់មមាញឹកកម្ដៅថ្ងៃឡើងក្តៅខ្លាំងត្រដែតពលកម្មរបស់តាពៅនិងគោទាំងពីរក៏កាន់តែច្រើនឡើងតាពៅបានដោះនឹមឲ្យគោទាំងពីរសម្រាកនៅក្រោមដើមជ្រៃធំមួយដែលមានស្លឹកស្រឆឹងត្រឆៃបន្ទាប់មកគាត់ក៏ទៅសម្រាកលក់យកកម្លាំងក្រោមផ្ទះកសិករក្បែរនោះដោយសារតែគាត់នឿយហត់ខ្លាំងពេកអាខ្វិនឃើញឱកាសល្អពេលដែលម្ចាស់លងលក់វាលបប្រើស្នែងដ៏មុតស្រួចរបស់វាអង្រួនខ្សែចំណងដែលចងជាប់នឹងដើមជ្រៃនោះរហូតដល់របូតចេញវាខ្សឹបប្រាប់អាខ្វាក់ទាំងញាប់ញ័រប៉ុន្តែមានទឹកមុខត្រេកអរថាអាខ្វាក់អញទៅហើយអញនឹងទៅរកឋានសួគ៌របស់អញលែងទ្រាំទ្រនឹងជីវិតក្រោមនឹមទៀតហើយឯងនៅទីនេះចោះចាំទទួលរំពាត់នឹងភាពលំបាកតែឯងទៅនិយាយរួចអាខ្វិនក៏បោះពួយរត់សំដៅទៅរកព្រៃក្រាស់ដែលនៅឆ្ងាយដាច់កន្ទុយភ្នែកអាខ្វិនព្យាយាមហៅឲ្យវាត្រឡប់វិញប៉ុន្តែហួសពេលទៅហើយពេលចូលដល់ក្នុងព្រៃជ្រៅអាខ្វិនមានអារម្មណ៍រំភើបណាស់វាបានស្រូបយកខ្យល់អាកាសបរិសុទ្ធឮសូរសត្វជុំឆ្លើយឆ្លងគ្នារណ្ដំវាឃើញស្មៅខ្ចីដុះពាសពេញដីដែលមិនដែលបានស៊ីក្នុងភូមិវាឃើញទឹកហូរដ៏ថ្លាយង់ហូរបរិសុទ្ធគួរឲ្យចង់ផឹកវាដើរស៊ីស្មៅយ៉ាងសប្បាយរីករាយអស់ពីចិត្តអស់ពីថ្លើមរួចដេកននៀលលើវាលស្មៅដ៏ខៀវស្រងាត់ដោយគិតថានេះហើយជាជីវិតពិតគ្មាននរណាមកវាយអញគ្មាននរណាមកបញ្ជាអញទៀតទេអញជាអ្នកសម្រេចចិត្តបានត្រឹមត្រូវណាស់ភាពសប្បាយរីករាយនោះមានរយៈពេលពេញមួយថ្ងៃប៉ុន្តែសប្បាយរីករាយនោះមានរយៈពេលមិនយូរប៉ុន្មានឡើយពេលល្ងាចចូលមកដល់
មេឃចាប់ផ្ដើមងងឹតដើមឈើធំៗក្នុងព្រៃរំលេចស្រមោលដ៏ខ្មៅងងឹតសំឡេងសត្វប្លែកៗដូចជាសំឡេងសត្វទីកទុយយំសំឡេងត្រីកណ្ដូបយំនិងសំឡេងសត្វព្រៃផ្សេងៗទៀតធ្វើឲ្យអាខ្វិនចាប់ផ្ដើមភ័យខ្លាចវាមិនដែលធ្លាប់ជួបស្ថានភាពបែបនេះទេព្រោះរាល់យប់វាតែងតែដេកក្នុងក្រោលដ៏មានសុវត្ថិភាពខណៈពេលដែលអាខ្វិនកំពុងភ័យញ័រសម្លឹងមើលជុំវិញខ្លួនដោយប្រុងប្រយ័ត្នស្រាប់តែមានភ្នែកពណ៌បៃតងមួយគូភ្លឺចែងចាំងសម្លឹងមកវាពីក្នុងគុម្ពព្រៃដ៏ក្រាស់នេះគឺជាចចកធំមួយក្បាលដែលមានខ្លួនស្គមរីងរៃដែលអត់អាហារមកជាច្រើនថ្ងៃហើយវាលបតាមក្លិនគោដែលជាចំណីដ៏ឆ្ងាញ់របស់វាចចកដើរចេញមកយឺតពីក្នុងគុម្ពព្រៃទាំងលិទ្ធបបូរមាត់របស់វាធ្មេញដ៏មុតស្រួចរបស់វាបញ្ចេញពន្លឺភ្លឺភ្លេចក្រោមពន្លឺខែរណូចអាខ្វិនភ័យញ័រជើងខ្លួនប្រាណរបស់វាទាំងមូលត្រជាក់ស្រិបវានិយាយទាំងតក់ស្លុតថាបងចចកសូមកុំស៊ីខ្ញុំអីខ្ញុំទើបតែរត់គេចពីម្ចាស់កំណាចដែលវាយដំខ្ញុំរាល់ថ្ងៃខ្ញុំគ្រាន់ចង់មករស់នៅដោយសន្តិភាពក្នុងព្រៃនេះប៉ុណ្ណោះចចកឮដូច្នេះក៏សើចចំអកយ៉ាងខ្លាំងរហូតដល់លាន់ឮពេញព្រៃថាហាហាសន្តិភាពបងគោអើយបងឯងមានខ្លួនធំមាំមែនប៉ុន្តែខួរក្បាលបងឯងតូចជាងកណ្ដូបទៅទៀតបងឯងហៅម្ចាស់ដែលផ្ដល់ចម្បើងផ្ដល់ទឹកនិងសង់ក្រោលការពាររបងពីភ្លៀងខ្យល់និងសត្វសាហាវថាជាមនុស្សកំណាញ់ឬរំពាត់ដែលគាត់វាយបងគឺដើម្បីឲ្យបងដឹងពីកាតព្វកិច្ចដែលត្រូវធ្វើបងមិនបានគិតទេថាបើគ្មានការងារគឺគ្មានអាហារនិងគ្មានសុវត្ថិភាពឡើយចចកដើរក្រឡឹងជុំវិញអាខ្វិនហើយបន្តទៀតថាក្នុងព្រៃនេះគ្មាននរណាមកវាយដំដោយរំពាត់ទេប៉ុន្តែក៏គ្មានអ្នកណាមកការពារបងពីសត្វសាហាវដែរបងខ្ជិលមិនចង់ធ្វើការបដូរនឹងអាហារដូច្នេះបងត្រូវបដូរដោយជីវិតវិញព្រោះនៅក្នុងព្រៃនេះច្បាប់មានតែមួយគត់គឺអ្នកខ្សោយគឺជាចំណីរបស់អ្នកខ្លាំងអាខ្វិនយំស្ដាយក្រោយទឹកភ្នែករបស់វាហូររហាមវានឹកឃើញដល់ក្រោយដល់កក់ក្ដៅនិងឃើញដល់អាខ្វាក់ដែលជាមិត្តភក្តិនិងនឹកឃើញដល់តាពៅទោះបីតាពៅវាយវាក៏ប៉ុន្តែរាល់ល្ងាចតែងតែយកចំបើងឲ្យវាស៊ីព្រមទាំងបក់ផ្សែងការពារមុខឲ្យវាជានិច្ចវានឹកឃើញដល់ចំបើងដែលតាពៅរៀបចំទុកឲ្យវាស៊ីជារៀងរាល់យប់ប៉ុន្តែអ្វីហួសពេលទៅហើយវាមិនអាចត្រឡប់ក្រោយបានទៀតទេចចកបានរងចាំយូរណាស់មកហើយវាបានស្ទុះទៅខាំបំពង់កគោខ្ជិលនោះយ៉ាងខ្លាំងអាខ្វិន
ជាយើងនឹងស្រែករកជំនួយប៉ុន្តែគ្មាននរណាម្នាក់នៅក្បែរនោះឡើយវាដាច់ខ្យល់ស្លាប់ក្នុងព្រៃដ៏ត្រជាក់នោះទៅរឿងនិទានគោស្រុកនិងចចកបានបង្រៀនយើងនៅមេរៀនជីវិតដ៏សំខាន់គ្មានអ្វីបានមកដោយមិនចាំបាច់បញ្ចេញកម្លាំងឡើយភាពខ្ជិលច្រអូសគឺជាសត្រូវដ៏ធំបំផុតដែលនាំឲ្យយើងទៅរកភាពវិនាសអន្តរាយការងារមិនត្រឹមតែផ្ដល់ឲ្យយើងនៅអាហារប៉ុណ្ណោះទេប៉ុន្តែក៏បង្រៀនឲ្យយើងចេះតស៊ូអត់ធ្មត់និងដឹងតម្លៃនៃជីវិតផងដែរសេរីភាពពិតប្រាកដមិនមែនជាការបោះបង់ចោលកាតព្វកិច្ចនោះទេផ្ទុយទៅវិញសេរីភាពពិតប្រាកដកើតចេញពីការបំពេញកាតព្វកិច្ចដោយការទទួលខុសត្រូវនិងការយល់ដឹងពីតម្លៃនៃការងារមនុស្សដែលរត់ចោលការងារនឹងត្រូវជួបការលំបាកដ៏ធ្ងន់ធ្ងរជាងការងារដែលខ្លួនកំពុងធ្វើទៅទៀតដោយករណីអាខ្វិនដែលបោះបង់ចោលជីវិតសុវត្ថិភាពដើម្បីស្វែងរកសេរីភាពក្លែងក្លាយចូលខំធ្វើការក្នុងពេលដែលមានឱកាសកុំចាំតតែគ្រោះថ្នាក់មកដល់ទើបដឹងខ្លួនល្ងងខ្លៅនេះជាខ្លឹមសារអប់រំដ៏ជ្រាលជ្រៅដែលរឿងនិទានចង់ផ្ដល់ជូនដល់អ្នកស្ដាប់រឿងអំណាចស្ដេចតោនិងស្រមោចនៅកណ្ដាលព្រៃដ៏ធំល្វឹងល្វើយដែលសម្បូរដើមឈើធំធំខ្ពស់ស្កឹមស្កៃនិងសត្វរាប់ម៉ឺនសែនចម្ពោះមានសត្វតោមួយក្បាលជាសត្វតោដែលមានកម្លាំងខ្លាំងនិងរាងកាយមាំមួនរោមជុំវិញកដោះវែងអន្លាយមើលទៅគួរឲ្យស្ញប់ស្ញែងនិងមានក្រញាំជើងដ៏រឹងមាំដែលអាចបំបែកថ្មភ្នំបានយ៉ាងងាយដោយសារខ្លួនជាសត្វដែលមានកម្លាំងខ្លាំងជាងគេស្ដេចតោបានតាំងខ្លួនជាស្ដេចដាច់ខាតនៅក្នុងព្រៃនោះរៀងរាល់ព្រឹកវាតែងតែឈរលើកំពូលភ្នំរួចបន្លឺសម្រែកក្រហមយ៉ាងខ្លាំងដែលធ្វើឲ្យសត្វស្លាបហើរចាក់ខ្ចាយនិងសត្វជើង4ទាំងឡាយភ័យញ័ររន្ធត់រត់រកកន្លែងពូលរៀងខ្លួនស្ដេចតោបានឃើញសត្វដទៃខ្លាចរអាខ្លួនគឺជាក្តីសុខបំផុតវាមិនត្រឹមតែប្រើអំណាចដើម្បីការពារខ្លួននោះទេប៉ុន្តែប្រើអំណាចដើម្បីជន់ឈ្លីអ្នកដទៃវាតែងតែដើរបំបុកសត្វឆ្លុះសើចចំអកសត្វអណ្ដើកថាឥតប្រយោជន៍និងមើងងាយដំរីថាមានមាឌធំតែខួរក្បាលទន់ជ្រាយថ្ងៃមួយក្នុងរដូវប្រាំងដ៏ក្តៅហួតហែងស្ដេចតោបានដើរទៅកាន់មាត់ស្ទឹងដើម្បីផឹកទឹកនៅក្បែរមាត់ស្ទឹងនោះមានហ្វូងស្រមោចរាប់លានក្បាលកំពុងសហការគ្នាជញ្ជូនស្បៀងអាហារនិងពងរបស់វាឡើងលើទួលខ្ពស់ដើម្បីត្រៀមខ្លួនសម្រាប់រដូវវស្សាដែលជិតចូលមកដល់មេស្រមោចដែលជាអ្នកដឹកនាំបានឃើញស្ដេចតោដើរមកទាំងកំហឹងក៏ប្រញាប់បញ្ជាឲ្យកូនចៅវាចេញពីផ្លូវប៉ុន្តែដោយចិត្តអាងចាងស្ដេចតោមិនបានដើរចេញពីវងស្រមោចនោះទេបែរជាលើកជើងដ៏ធំរបស់វាជន់ឈ្លីទៅលើក្បួនរបស់សត្វស្រមោចយ៉ាងសាហាវស្រមោចរាប់ពាន់ក្បាលបានស្លាប់បាត់បង់ជីវិតភ្លាមនៅក្រោមបាតជើងស្ដេចតោមេស្រមោចដោយឃើញកូនចៅស្លាប់យ៉ាងអយុត្តិធម៌ក៏ស្រែកសួរទៅស្ដេចតោថាអោលោកម្ចាស់ស្ដេចព្រៃអើយហេតុអ្វី
បានជាលោកម្ចាស់ធ្វើបែបនេះពួកយើងមិនបានធ្វើអ្វីខុសចំពោះលោកម្ចាស់ទេពួកយើងគ្រាន់តែជាសត្វតូចតាចដែលខំរស់ដោយកម្លាំងញើសឈាមខ្លួនឯងប៉ុណ្ណោះស្ដេចតោអោនមុខចុះសម្លឹងមើលស្រមោចដោយក្រសែភ្នែកមើងងាយបំផុតរួចសើចចំអកថាពួកឯងគ្រាន់តែជាកំទេចដីដែលចេះដកដង្ហើមប៉ុណ្ណោះជីវិតពួកឯងគ្មានតម្លៃសូម្បីតែបន្តិចសម្រាប់យើងជាស្ដេចព្រៃយើងចង់ជន់ឈ្លីអ្នកណាសម្រាប់អ្នកណាគឺជាសិទ្ធិរបស់យើងការដែលយើងមិនជន់ពួកឯងឲ្យងាប់ទាំងអស់ក៏ចាប់ទុកថាជាមេត្តាធម៌ធំធេងណាស់ទៅហើយមេស្រមោចឮសម្ដីដ៏អំនួតនេះតបតទៅដោយសម្ដីមើងមាត់ថាអំនួតនឹងការមើងងាយអ្នកដទៃនឹងคล้ายជាអាវុធត្រឡប់ទៅចាក់លោកម្ចាស់វិញមិនខានស្ដេចតោមិនខ្វល់ក៏ដើរចេញទៅទាំងរឹកពៀខ្ពស់មេស្រមោចបានប្រមូលកូនចៅដែរនៅសេសសល់មកប្រជុំគ្នាពួកវាដឹងថាបើប្រើកម្លាំងបាយពួកវាមិនអាចឈ្នះស្ដេចតោបានឡើយប៉ុន្តែបើប្រើសាមគ្គីភាពនិងបញ្ញាគ្មានអ្វីដែលមិនអាចទៅរួចនោះទេយប់នោះនៅពេលដែលស្ដេចតោកំពុងតែដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងរូងភ្នំវងស្រមោចរាប់ពាន់ក្បាលបានវាយ៉ាងស្ងាត់ស្ងៀមសំដៅទៅរកស្ដេចតោពួកស្រមោចមិនបានខំស្បែកខាងក្រៅរបស់ស្ដេចតោព្រោះស្បែកស្ដេចតោក្រាស់ខ្លាំងណាស់ផ្ទុយទៅវិញពួកវាបានបំបែកគ្នាជា3ក្រុមវាចូលទៅក្នុងរន្ធត្រចៀកទាំងសងខាងវាចូលទៅក្នុងរន្ធច្រមុះពួកវាចូលទៅចន្លោះក្រចកជើងនិងក្រោមភ្នែកនៅពេលដែលមានសញ្ញាដែលមេស្រមោចកំណត់ពួកវាទាំងអស់ក៏ចាប់ផ្ដើមខំព្រមគ្នាស្ដេចតោភ្ញាក់ព្រឺតឡើងទាំងការឈឺចាប់យ៉ាងខ្លាំងពេលចាប់ផ្ដើមក្រវីក្បាលបោកខ្លួនទៅនឹងជញ្ជាំងរូងភ្នំនិងយកក្រចកក្បាលត្រចៀកយ៉ាងសាហាវរហូតដល់ហូរឈាមប៉ុន្តែវារឹតតែអេះស្រមោចរឹតតែវាចូលជ្រៅទៅក្នុងកាន់តែធ្វើឲ្យការឈឺចាប់ស្ទើរឆ្កួតស្ដេចតោដ៏មានអំណាចដែលធ្លាប់តែសម្លុតសត្វដទៃពេលនេះបានត្រូវតែដេកននៀលដីស្រែកយំអង្វរកជួយផងនរណាក៏បានដែរជួយយកស្រមោចទាំងនេះចេញពីខ្លួនខ្ញុំផងខ្ញុំឈឺណាស់ខ្ញុំសុខចិត្តធ្វើតាមគ្រប់យ៉ាងមេស្រមោចបានវាចូលមកឈរនៅលើច្រមុះស្ដេចតោរួចនិយាយថាបើលោកម្ចាស់ស្គាល់រសជាតិការឈឺចាប់ហើយឬនៅដែលលោកម្ចាស់ជន់ឈ្លីពួកយើងលោកម្ចាស់មិនបានគិតដល់ការឈឺចាប់របស់អ្នកដទៃឡើយពេលនេះលោកម្ចាស់ឃើញហើយថាទោះជាលោកម្ចាស់មានមាឌធំប៉ុនភ្នំក៏មិនអាចការពារខ្លួនពីសត្វល្អិតដោយពួកយើងបានដែរស្ដេចតោអង្វរទាំងទឹកភ្នែកខ្ញុំដឹងកំហុសហើយមេស្រមោចអើយខ្ញុំពិតជាល្ងងខ្លៅណាស់ដែលអាងអំណាចមើងងាយអ្នកដទៃសូមដកតបចេញទៅខ្ញុំសន្យាថានឹងឈប់ឆ្មើងឆ្មៃហើយគោរពសត្វគ្រប់រូបក្នុងព្រៃនេះមិនឲ្យខានឡើយដោយឃើញស្ដេចតោចេះដឹងកំហុសមេស្រមោចក៏បញ្ជាឲ្យកូនចៅទាំងអស់វាចេញមកវិញចាប់ពីថ្ងៃនោះមកស្ដេចតោបានផ្លាស់ប្ដូរចរិតទាំងស្រុងវាលែងស្ដេចតោអាងចាងទៀតហើយផ្
ផ្ទុយទៅវិញវាបានคล้ายទៅជាស្ដេចព្រៃដ៏យុត្តិធម៌ការពារសត្វតូចតាចនិងរស់នៅដោយសេចក្តីសុខសាន្តជាមួយសត្វជុំវិញខ្លួនរឿងនិទាននេះបានផ្ដល់នូវមេរៀនជីវិតយ៉ាងស៊ីជម្រៅអ្នកដែលមើលទៅហាក់ដូចជាទន់ខ្សោយអាចនឹងមានសុវត្ថិភាពពិសេសដែលអ្នកស្មានមិនដល់បើប្រើអំណាចក្នុងផ្លូវខុសវានឹងក្លាយជាថ្នាំពុលបំផ្លាញខ្លួនឯងសន្តិភាពពិតប្រាកដកើតចេញពីការយោគយល់និងការឲ្យតម្លៃគ្នាទៅវិញទៅមកទោះបីជាក្នុងឋានៈខុសគ្នាយ៉ាងណាក៏ដោយរឿងគោញីកាលពីព្រេងនាយមានព្រះមហាក្សត្រមួយអង្គគ្រប់គ្រងនគរដ៏យុត្តិធម៌ប៉ុន្តែទ្រង់មានឧបលក្ខណៈមួយគឺស្រឡាញ់អ្វីស្រឡាញ់ងប់ងល់ក្នុងចំណោមសត្វពាហនៈទាំងអស់ទ្រង់សពព្រះរាជហឫទ័យមេគោញីមួយដែលមានសម្បុរសស្អាតនិងភ្នែកថ្លាយង់ដោយបារម្ភថាការចិញ្ចឹមក្នុងវាំងខ្វះខាតស្មៅខ្ចីទ្រង់ក៏សម្រេចចិត្តផ្ញើមេគោនោះទៅខេត្តដែលមានវាលស្មៅល្អបំផុតលោកចៅហ្វាយស្រុកអុកដែលជាមន្ត្រីស្លូតត្រង់ត្រូវបានហៅមកទទួលបញ្ជាស្ដេចមានបន្ទូលដោយសំឡេងដាច់អហង្ការថាមេគោនេះគឺជាដួងចិត្តអញបើចៅហ្វាយស្រុកឯងមើលមិនបានល្អទុកឲ្យវាស្លាប់ហើយអ្នកណាហ៊ានមកប្រាប់អញថាមេគោស្លាប់អ្នកនោះនឹងត្រូវកាត់ក្បាលភ្លាមគ្មានការលើកលែងឡើយពាក្យសម្ដីនេះប្រៀបដូចជាផ្លែកំបិតចាក់ទម្លុះបេះដូងចៅហ្វាយស្រុកលោកត្រឡប់ទៅវិញដោយក្តីបារម្ភជាខ្លាំងលោកបានកោះហៅមន្ត្រីជាន់ខ្ពស់ជាន់ថ្នាក់តាំងពីបាទឡាងស្មៀនរហូតមកដល់មេភូមិឲ្យមកយាមកាមមេគោនោះ24ម៉ោងលើ24ម៉ោងអ្នកភូមិដែលខ្លាចទោសប្រហារជីវិតបាននាំគ្នាប្រមូលចំណីល្អៗបំផុតមកឲ្យមេគោពួកគេមិនត្រឹមតែរកស្មៅខ្ចីប៉ុណ្ណោះទេថែមទាំងយកសំណាបខ្ចីទំពាំងខ្ចីផ្អែមស្រូវដែលទើបបោកថ្មីនិងគួរពោតដែលនៅមានទឹកដោះមកឲ្យវាស៊ីទៀតផងដោយសារតែត្រូវបានគេយកចិត្តទុកដាក់ខ្លាំងពេកមេគោចាប់ផ្ដើមខ្ជិលវាមិនចេះដើររកស្មៅស៊ីដោយខ្លួនឯងទៀតទេគឺបានត្រឹមតែដេកនៅក្នុងរោងយ៉ាងប្រណិតចាំតែគេបញ្ចុកចំណីយូរទៅវាក៏ធាត់ជ្រុលរហូតដកដង្ហើមស្ទើរមិនរួចនៅថ្ងៃមួយដោយសារការស៊ីហួសកម្រិតមេគោដ៏កំសត់ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធមដំណឹងនេះបានរីករាលដាលដូចភ្លើងឆេះព្រៃអ្នកភូមិយំសោកព្រោះខ្លាចស្លាប់បលិតញ័រជើងដៃមានស្លុតមុខម្នាក់រុញគ្នាទៅរាយការណ៍ជូនចៅហ្វាយស្រុកប៉ុន្តែគ្មាននរណាម្នាក់ហ៊ានហាស្ដីពាក្យថាស្លាប់ឡើយព្រោះដឹងថាពាក្យមួយម៉ាត់នេះស្មើនឹងសេចក្តីស្លាប់នៅសាលាខេត្តចៅហ្វាយស្រុកអុកកំពុងអង្គុយយំសោកបោកខ្លួនព្រោះលោកដឹងថាអាវុធនៅលើក្បាលលោកចិត្តធ្លាក់ចុះមកហើយនៅក្នុងខណៈនោះកូនស្រីរបស់លោកដែលមានរូបឆោមស្រស់ស្អាតនិងមានប្រាជ្ញាឆ្លៀសវៃបានដើរចេញមកសួរនាំក្រោយពីដឹងរឿងរ៉ាវអស់ហើយនាងមិនត្រឹមតែមិនភ័យខ្លាចទេថែមទាំងញញឹមយ៉ាងស្រស់ហើយពោលថាលោកឪពុកកុំព្រួយឡើយទុកឲ្យកូនជាអ្នកដោះស្រាយរឿងនេះ
chuះលោកពុកចោះទោះបីជាចៅហ្វាយស្រុកខាំងខាត់ខាំងយ៉ាងណាក៏នាងមិនព្រមនាងបានរៀបចំខ្លួនស្លៀកពាក់យ៉ាងសមរម្យរួចធ្វើដំណើរទៅក្នុងវាំងយ៉ាងក្លាហាននៅចំពោះមុខព្រះភ័ក្ត្រស្ដេចនាងមិនបានក្រាបទូលថាកូនស្លាប់ឡើយនាងចាប់ដើមប្រើវិធីអត្ថាធិប្បាយពីអាការៈនាងទូលថាព្រះករុណាមេគោរបស់ទ្រង់ឥឡូវនេះចម្លែកណាស់វាមិនចេះផឹកទឹកទេស្ដេចឆ្ងល់ចុះវាស៊ីស្មៅទេនាងទូលវាក៏លែងចេះស៊ីស្មៅដែរសូម្បីតែបត់ជើងក៏វាមិនចេះធ្វើដែរស្ដេចចាប់ផ្ដើមខឹងចុះវាដកដង្ហើមទេនាងទូលវាលែងដឹងខ្លួនលែងកំរើកលែងដកដង្ហើមសោះឡើយដោយសារការអត់ធ្មត់មិនបានស្ដេចក៏ស្រែកឡើងទាំងកំហឹងថាហើយបើវាមិនស៊ីមិនផឹកមិនជុះមិនដកដង្ហើមយ៉ាងហ្នឹងដូចជាមេគោអញវាស្លាប់បាត់ទៅហើយគ្រាន់តែឮពាក្យនេះភ្លាមនាងក៏ក្រាបថ្វាយបង្គំយ៉ាងលឿនរួចទូលថាសូមទ្រង់មេត្តាប្រោះព្រះអង្គដែរជាអ្នកមានបន្ទូលថាស្លាប់ឯខ្ញុំម្ចាស់មិនបានពោលពាក្យនេះឡើយដូច្នេះខ្ញុំម្ចាស់មិនមានទោសដែលត្រូវកាត់ក្បាលនោះទេស្ដេចភ្ញាក់ព្រឺតរួចក៏ទ្រង់សម្រួលសើចយ៉ាងខ្លាំងទ្រង់កោតសរសើរចំពោះប្រាជ្ញាស្មារតីរបស់នាងដែលអាចជួយសង្គ្រោះជីវិតឪពុកនិងអ្នកភូមិរាប់ពាន់នាក់បានដោយគ្រាន់តែប្រើពាក្យសម្ដីដ៏ឆ្លៀសវៃទ្រង់ក៏ប្រកាសលើកលែងទោសដល់អ្នកពាក់ព័ន្ធទាំងអស់និងបានប្រទានរង្វាន់យ៉ាងច្រើនដល់នាងរួចចាត់ឲ្យរាជចរន្តដង្ហែជូននាងត្រឡប់ទៅផ្ទះដោយមានកិត្តិយសរឿងចចកាលពីព្រេងនាយមានចចកដ៏ធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ទំពាំងមួយរីងទឹកទាំងអស់នៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលាភធំណាស់ជាលាភចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាឮចចថាដូច្នេះហើយក៏និយាយលួងលោមចចថាយើងទាំងអស់គ្នាសុទ្ធតែចំណីបងចចឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ផុកណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចយកជើងយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសុំស៊ីយើងនោះទើបឆ្ងាញ់ពិសាចចថាដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លឹងកំពឹសថាបងចចកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំចចឆ្លើយថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូចម្ដេចចូលបងឯងចូលមកដេកននាលក្នុងភក់នេះហើយយើងរាល់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាដែលមានទឹកថ្លាច្រើនហើយបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចោះឯ
ចចកជាសត្វល្មោបហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនិងត្រីក៏បបួលគ្នាតោមរោមចចកលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជទៅក្នុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើរគ្មានសេះសល់បន្តិចបបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនិងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់ឯសត្វទៀតក៏បបួលគ្នាបាចសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាបើយើងធ្វើដូចម្ដេចនឹងបានឲ្យសត្វទាំងអស់នោះលែងបាចទឹកកាលនោះត្រីក្រាញ់ឆ្លើយថាខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុកសត្វផងជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះលែងពួកយើងពពួកត្រីគិតគ្នាហើយក៏ប្រើបងត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងនននាលទៅលុះដល់ត្រូវថ្ងៃក៏ក្រៀមស្រកការអស់ដល់យប់បងសុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់នននាលដូច្នេះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅត្បិតឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់ក្តីដោះទុកបើអ្នកឯណាកើតទុកបងតែងតែជួយដោះទុកគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រើសក្តាន់ជ្រូកពស់ធំពស់តូចទាំងសត្វស្លាបគឺកុកក្រៀលក្រសាខ្យងទុកតោក្អែកទឹកប្រវឹកទាំងប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីឲ្យអស់ពីបឹងនេះឯងបើដូច្នេះបងសុភាទន្សាយអាណិតជួយរំដោះទុក្ខអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដ៏រាបអស់មួយជីវិតឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នេះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់អស់បងប្អូនកុំផិតភ័យចាំខ្ញុំជួយដោះស្រាយឲ្យរួចកុំមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកព្រលឹមប្រហៀមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាច់ទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីទ្រុសធ្លុះមកធ្វើជាសំបុត្រហើយស្រែកហៅអស់សត្វទាំងនោះថាណែអស់លោកទាំងឡាយឈប់សិនចូលមកស្ដាប់អញ
អានព្រះរាជសារពីព្រះអិនអធិធិរាជជាប្រញាប់បើលោកអាណាហ៊ានបំពេញនឹងត្រូវដាក់ទោសដល់ជីវិតមិនខានអស់សត្វទាំងពួងឮសូរទន្សាយស្រែកគំហកខ្លាំងៗហើយឃើញមានស្លឹកឈើដែលមានធ្លុះធ្លាយដែលតាមពិតជាស្លាមដង្កូវស៊ីស្មានថាជាអក្សរមន្តអាគមក៏នាំគ្នាភ័យឈប់បាច់ទឹករួចរត់មកចោមរោមជុំវិញសុភាទន្សាយសុភាទន្សាយធ្វើពុតជាលើកស្លឹកឈើនោះមកពិនិត្យដោយទឹកមុខមមរួចអានដោយសំឡេងយ៉ាងក្រលួថាអញជាព្រះអិនអធិធិរាជឥឡូវនេះមានផ្កាយដុះកន្ទុយមួយធំនឹងធ្លាក់មកចំកណ្ដាលបឹងនេះក្នុងពេលបន្តិចទៀតបើអស់លោកសត្វទាំងឡាយចង់រួចជីវិតត្រូវនាំគ្នាដេកផ្ងារួចយកជើងទាំង4ត្រមេឃឲ្យជាប់ដើម្បីកុំឲ្យមេឃធ្លាក់មកសង្កត់ក្បាលស្លាប់ឮដូច្នេះសត្វទាំងឡាយមានដំរីរមាសខ្លាជ្រូកព្រៃជាដើមក៏នាំគ្នាភ័យស្លន់ស្លោជឿតាមពាក្យទន្សាយទាំងអស់សត្វនីមួយប្រញាប់ដេកផ្ងាជើងឡើងលើមេឃធ្មិចភ្នែកចិត្តឈឹងរួចស្រែកហៅគ្នាថាត្រឲ្យជាប់ប្រយ័ត្នមេឃធ្លាក់មកសង្កត់ចំណែកពស់ថ្លាន់ដែលកំពុងដេកធ្វើជាទំនប់នោះក៏ខ្លាចស្លាប់ដែរវាខំរមូរខ្លួនដេកផ្ងាពស់ឡើងលើធ្វើឲ្យទំនប់ដែលខំទប់ទឹកនោះត្រូវបានបើកឡើងពេលនោះទឹកដែលនៅក្នុងបឹងយ៉ាងច្រើនក៏ហូរមកយ៉ាងខ្លាំងបោកបក់ទៅលើអស់ពួកសត្វដែលកំពុងដេកផ្ងាជើងទាំងនោះសត្វខ្លះត្រូវទឹកហូរនាំទៅខ្លះប្រញាប់ក្រោកឡើងរត់គេចខ្លួនប្រងព្រាតលែងគិតគូរពីរឿងបាច់ទឹកចាប់ត្រីទៀតហើយឯចចកល្មោបក៏ត្រូវទឹកហូរនាំទៅបោកនឹងគល់ឈើរងរបួសជាទម្ងន់រួចរត់បាត់ស្រមោលទៅនៅពេលសភាពការស្ងប់ស្ងាត់អស់ហើយពួកត្រីកំពឹសបង្កងក្តាមក៏នាំគ្នាអើតក្បាលឡើងមកមើលរួចអរគុណដល់សុភាទន្សាយយ៉ាងខ្លាំងចាប់ពីពេលនោះមកត្រីក្នុងបឹងក៏រស់នៅដោយសុខសាន្តហើយគេឈ្មោះរបស់សុភាទន្សាយក៏កាន់តែល្បីរន្ទឺថាជាសត្វដែលមានប្រាជ្ញាលើសសត្វទាំងអស់ទាំងពួងរឿងខ្លាស្វានិងទន្សាយមានសត្វខ្លាមួយវាដាច់សង្វែងដើររកចាប់អ្វីមិនបានសោះខំដើរស្វែងណាស់ទៅប្រទះនឹងសត្វអកមួយកំពុងតែយំឮសូរអទុំលើដើមព្រឹក្សាមួយនៅមាត់ទំពាំងខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថាធ្វើម្ដេចនឹងចាប់អានេះបានបើវានៅខ្ពស់ម្លេះបើអញឡើងទៅមុខជាវាឃើញហើយហាលទៅកាលណានឹងចាប់វាបានខ្លាអង្គុយចាំមើលកលល្បិចសត្វអកនោះឯសត្វអកនោះកាលណាទុំហើយភ្នែកវាតែងតែរំពៃមើលទៅបង្ហើរត្រីក្រែងមានត្រីបង្ហើបខ្លួនឡើងមកនឹងចាប់យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹកអកស្ទុះទៅចាប់បានត្រីនោះយកមកធ្វើជាចំណីវាទៅខ្លាឃើញអកធ្វើដូច្នេះក៏គិតក្នុងចិត្តថាយីអាអកនេះវាអង្គុយតែស្ងៀមស្រស់ស្រាប់តែមានត្រីហែវក្នុងទំពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចយកមកមិននឿយហត់ប៉ុន្មានសោះ
មិនព្រួយដូចជាខ្លួនអញខំដើរស្វែងរកស្ទើរស្លាប់មិនងាយបានអាននេះអង្គុយធ្វើចងងចាប់បានភ្លាមហើយវាមិនលំបាកអោនក្រាបទៀតផងបើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាងខ្លាគិតដូច្នេះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយមានត្រីច្រើននោះវាដើរមកដល់បឹងមួយជាទីស្ងាត់នៅមាត់បឹងនោះមានដើមឈើធំដុះជ្រងច្រាងដ៏មានម្លប់ត្រឈឹងល្មមវាពឹងពួនខ្លួនវាបានពេលនោះបានមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះមុនខ្លាទៅដល់ដោយចង់មើលឲ្យឃើញសន្ទូចខ្លួនដែររាយនៅឯនាឆ្ងាយបានស្រួលបុរសនោះរាយសន្ទូចហើយមិនឈរនៅនឹងដីទេទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសងំតែម្នាក់ឯងមិនមាត់កឡើយឯខ្លានោះកាលណាបានទៅដល់ហើយក៏អង្គុយថ្ងក់ចុះថ្ងក់ឡើងរកដើមឈើនឹងឡើងធ្វើដូចជាសត្វអកបុរសឮសូរមើលឃើញខ្លាកំពុងតែដើររួចទៅឡើងអង្គុយចងហលើចុងឈើហើយធ្វើសំឡេងត្រាប់តាមសត្វអកថាអអូគាត់មិនហ៊ានមាត់ថាអ្វីទេចាំតែមើលថាហើយគិតថាខ្លានេះវាឡើងចុះឈើក្នុងបឹងដូច្នេះតើវាគិតធ្វើអ្វីយូរបន្តិចមានត្រីហើបឡើងមកស្រាប់តែខ្លានោះស្ទុះលោតប្រងរួចផុសឡើងវិញឆ្លក់ទឹកឮសូរក្អកបុរសនោះឃើញហើយសែករួចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអ្វីដូច្នេះខ្លាឮសូរមើលទៅឃើញបុរសម្នាក់នៅលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរតែនឹងស្លាប់ខ្លួនព្រោះមិនដែលមានបងគំនិតដល់ម្លឹងរួចខ្លានឹកថាឥឡូវបុរសនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសមនឹងនិយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងច្រើនឡើងកើតមានគេឈ្មោះអាក្រក់ណាស់បើដូច្នេះអញសូកគាត់កុំឲ្យនិយាយប្រាប់នរណាតទៅទៀតឡើយខ្លាបាននិយាយអង្វរបុរសនោះជាពាក្យអោនលំទោនថាអោអ្នកអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាមិនបានឯត្រីទៅបានឯលងទឹកស្ទើរនឹងស្លាប់ខ្ញុំមានសេចក្តីអៀនខ្មាស់ច្រើនណាស់បើដូច្នេះសូមអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាទៅទៀតខ្ញុំនឹងតបគុណអ្នកបុរសតបវិញថាខ្លាឯងឲ្យអ្វីអញខ្លាថាខ្ញុំសន្យារកសัตว์មួយព្រឹកមួយយកមកជូនអ្នកនៅទីនេះរាល់ថ្ងៃបុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លារួចហើយវិលទៅផ្ទះអាត្មាវិញលុះព្រឹកឡើងមកទទួលយកសัตว์អំពីខ្លានៅកន្លែងសន្យាខ្លាក៏ខំយកសัตว์មកឲ្យបុរសនោះជាប្រក់ក្រដីមិនហ៊ានខានការបើបុរសនោះបានសัตว์នាំយកទៅផ្ទះច្រើនថ្ងៃពេកណាស់នាងភរិយាឆ្ងល់លុះវេលាយប់ក៏សួរដោយស្ងាត់ថាអ្នកឯងធ្វើដូចម្ដេចក៏បានសัตว์រាល់ថ្ងៃម្ល៉េះម្ដងសัตว์នេះម្ដងសัตว์នោះជ្រូកក៏មានក្តាន់ក៏មានឆ្លុះក៏មានប្តីថាអញដាក់អន្ទះ
ប្រពន្ធថាអន្ទាក់អ្វីក៏បានមិនដែលខានដូច្នេះអ្នកអើយប្អូនប្រាប់ប្អូនឲ្យត្រង់មើលបុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថាខ្លាកាលណាវានឹងមកក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុងប្រពន្ធនោះក៏ជឿលុះព្រឹកឡើងបុរសនោះទៅយកសត្វអំពីខ្លាដូចសពដងលុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយចាំនៅកន្លែងនោះលុះបុរសដើរទៅដល់ខ្លាប្រាប់ថាបុរសឯងមកហើយអញនៅចាំទេតើអញនឹងស៊ីឯងត្បិតកាលណាអ្នកនិយាយមុននោះអញហាមថាកុំឲ្យនិយាយប្រាប់គេតទៅទៀតអញសោកឲ្យសត្វមួយរាល់តែថ្ងៃឥឡូវម្ដេចក៏និយាយប្រាប់គេបុរសនោះក៏ភ័យស្លន់ស្លោឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាបងឯងស៊ីក៏ស៊ីចោះខ្ញុំមិនប្រកែកទេបានតែនិយាយទៅហើយតែបើមមីនឹងស្លាប់សូមឲ្យបានជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងខ្លាក៏ព្រមទៅក៏ទៅចោះតែឲ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំតែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្តីទាំងប្រពន្ធទុកធ្វើអីមនុស្សនិយាយមិនទៀងបុរសនោះក៏ដើរទាំងសោកសៅក្នុងចិត្តព្រោះតែមាត់មិនចិត្តបានជាខ្លាវាស៊ីទៅដល់ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថាឥឡូវនៅមិនបានទេត្បិតខ្លាវាតែចាំយូរវានឹងមកស៊ីទាំងអស់គ្នាប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិតប្តីក៏លាភរិយាចាក់ចេញពីភូមិដើរតាមផ្លូវយំមិនដើរដល់ពាក់កណ្ដាលផ្លូវប្រទះនឹងទុនសាយសួរថាបុរសឯងទៅណាយំផងដូច្នេះមានទោសទុកដូចម្ដេចបុរសនោះថ្លែងឲ្យទុនសាយស្ដាប់សពគ្រប់ប្រការតាមហេតុនោះទុនសាយឆ្លើយថាបើដូច្នេះភ័យអ្វីបុរសឯងទៅរកតែចេកមួយស្និតមកទៅខ្លាចអ្វីអាខ្លាកំព្រាកនោះបុរសនោះត្រេកអរក៏មនីរត់ទៅរកបានចេកមួយស្និតហើយជូនទៅសុភាទុនសាយខ្ញុំជូនលោកសូមឲ្យតែលោកជួយខ្ញុំឲ្យរស់ជីវិតផងចុះតែបន្តិចខ្លាវាតាមមកស៊ីខ្ញុំហើយទុនសាយអ្នកឯងទៅជាមួយនឹងយើងចាំមើលខ្លានោះរួចទុនសាយដើររកដំបូកមួយយ៉ាងខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលទៅឲ្យបានឆ្ងាយឯខ្លាក៏ចាំបុរសនោះយូរពេកក៏ដើរមកប្រាថ្នានឹងខំស៊ីទាំងពីរនាក់ព្រោះខុសសន្យាពីរលើកហើយវាដើរម្នាក់ឯងតាមផ្លូវរលេះរលោងមកដល់ទៀមដំបូកបុរសនោះឃើញក៏ប្តឹងទៅទុនសាយថាមកហើយលោកទុនសាយកុំមាត់ចាំមើលវាមកចិត្តសិនខ្លាដើរមកកាន់តែចិត្តទុនសាយបកចេកមួយក្នុងមាត់ហើយស្រែកក្រហមឡើងថាស៊ីខ្លា5មិនឆ្អែតផ្ទៃស៊ីត្រប់ខាប៉ុនកូនដៃស្លាក់ស្ទើបែកអែមខ្លាឮសំឡេងធំក្រងួថាស៊ីខ្លា5មិនឆ្អែតផ្ទៃក៏ស្ទុះថយក្រោយសុភាទុនសាយក្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងផ្ទួន
ខ្លាស្ទុះរត់លែងទាំងមើលក្រោយរត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើស្វាឃើញខ្លារត់ស្រែកសួរថាបងខ្លារត់មានការអ្វីខ្លាឮសូរហើយឈប់ឆ្លើយតបទៅវិញទេវហើយអ្នកណាក៏ធំម្លេះស៊ីខ្លាដល់ទៅ5មិនឆ្អែតបានជាអញភ័យរត់មកក្រែងវាស៊ីស្វាសួរថាបងឯងឃើញដែរឬអ្វីខ្លាថាទេឮតែមាត់ស្វាសួរមាត់ត្រង់ណាខ្លានៅបៀនដំបូកឯដើមពងរនោះណាស្វាក្រែងបងសុភាទេដឹងចំណាំតែឃើញនៅត្រង់នឹងខ្លាតបមិនមែនទេសំដីសុភាណាដូច្នេះស្វាទេប្រកាសជាសុភាហើយបើដូច្នេះទៅម្ដងទៀតមើលខ្ញុំជូនទៅខ្លាមិនព្រមទៅថាក្រែងបងស្វាឯងរត់ចោលអញតែឯងភ័យរត់ឡើងចុងឈើទៅនៅតែអញម្នាក់ឯងស្លាប់អញហើយស្វានិយាយម្ដងទៀតថាបើបងឯងខ្លាចខ្ញុំរត់ចោលយើងចងកន្ទុយជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួចបើបងជាប់នឹងខ្ញុំខ្លាបើដូច្នេះទៅក៏ទៅកុំរត់ចោលគ្នាវើយខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយដើរតម្រង់ទៅដំបូកនោះបុរសនោះឃើញប្តឹងសុភាទន្សាយទៀតលោកអើយមកទៀតហើយម្ដងនេះមានទាំងស្វាមកផងខ្ញុំខ្លាចណាស់ទន្សាយកុំបារម្ភអ្វីមានមាត់នៅឲ្យស្ងៀមចាំមើលវាចិត្តបន្តិចនឹងមើលវាទន្សាយក៏ប្រុងបកចេកមួយនឹងព្រមឲ្យមាំដល់មកចិត្តស្វាសួរត្រង់ណាបងខ្លានឹងត្រង់នឹងមាត់ស្រែកពីត្រង់នោះទន្សាយបកចេកនៅក្នុងមាត់ស្រែកថាយើអាស្វាក្រញាញ់ជំពាក់បំណុលអញ 4-5 ឆ្នាំដឹកអាខ្លាសងំមួយឲ្យអញអាមមើលវិជាតិអាស្វានេះខ្លាឮដូច្នេះក៏ស្ទុះរត់ភីងទៅស្វាខាត់ពុំស្ដាប់ហើយគិតក្នុងចិត្តថាយើអាស្វានេះវានាំអញមកផាត់បំណុលតាស្វាស្រែកថាបងខ្លាឈប់សិនខ្លាមិនព្រមឈប់ដោយចូលចិត្តថាច្បាស់ថាស្វាយកខ្លួនមកផាត់ឲ្យគេហើយរត់ទៅឆ្ងាយតតែស្វានោះរំដំនឹងដើមឈើនឹងដីស្លាប់ខ្លួនខូចអាសាឥតការរឿងចាបស្រុកនិងចាបព្រៃកាលពីព្រេងនាយមានចាបស្រុកនិងចាបព្រៃដើររកស៊ីដោយក្រុមជារៀងរាល់ថ្ងៃខាងចាបស្រុកមានមេបាប្រដៅថាបើរកស៊ីកុំជជែកឆ្លោះគ្នាឲ្យលឺមាត់កក្រឹកអើងកងឡើយឲ្យប្រយ័ត្នខ្លួនបើព្រានវាយលុកត្រូវបបួលគ្នាខំហើរទូលបឲ្យបើកដើម្បីនឹងឲ្យរួចជីវិតពួកចាបស្រុកក៏ធ្វើតាមដំបូន្មានមេបាប្រដៅតែងដើររកស៊ីមិនសូវហ៊ានមាត់ឲ្យលឺជាកក្រឹកអើងកងទេជួនកាលបើព្រានវាយលបត្រូវក៏ពួកក៏បបួលគ្នាខំហើរទូលបព្រានបានរួចជីវិតតែរៀងមកមានកាលថ្ងៃមួយពួកចាបព្រៃនិងចាបស្រុកហើរចេញទៅរកស៊ីជួបប្រទះវងគ្នានៅដើមត្រែងមួយគុំពួកចាបព្រៃ
នៅខាងក្រោមពួកចាបស្រុកនៅខាងលើក៏បាក់មេឃត្រែងពីលើមកត្រូវក្បាលចាបព្រៃចាបព្រៃនិយាយប្រកាន់ទៅចាបស្រុកថាហេតុអ្វីក៏កាច់មេឃត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើងចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថាយើងមិនបានកាច់មេឃត្រែងឲ្យបាក់ត្រូវនេះឯងទេគឺមេឃត្រែងវាបាក់រឿងធ្លាក់មកទេតាចាបព្រៃជាពួកឥតកាន់ដំបូន្មានមិនពិចារណាឲ្យឃើញខុសត្រូវក៏បបួលគ្នាបង្កហេតុបង្កើតជាចំនួននឹងពួកចាបស្រុកឮមាត់ជាក្រឹកកងរំពងឡើងពួកព្រានក៏ឮមាត់ចាបនៅគុំត្រែងនោះច្រើនក៏យកលបទៅវាយត្រូវទាំងអស់គ្នាចាបទាំងពីរពួកនេះត្រូវបានលបហើយក៏នៅតែឆ្លោះគ្នាទៀតចាបស្រុកពោលទៅចាបព្រៃថាបើពួកឯងក្រនបើហេតុម្ដេចក៏មិនបំរះខ្លួនឲ្យរួចពីលបទៅចាបព្រៃក៏ពោលមកចាបស្រុកវិញថាបើពួកឯងក្រនបើហេតុម្ដេចមិនបំរះខ្លួនឲ្យរួចផុតពីលបនេះទៅបានតែពាក្យបញ្ចូលគ្នាទៅវិញទៅមកមិនគិតបំរះខ្លួនឲ្យរួចជីវិតសោះកំពុងតែឆ្លោះគ្នាស្រាប់តែព្រានរសោបឡើងចាប់បានចាបទាំងអស់ក៏ពិឃាតខ្សែអស់នេះហើយចាបជាពួកចាបល្អតែខកខ្លួនមករកស៊ីជួបចូលនឹងវងចាបព្រៃជាពួកចាបប្រព្រឹត្តអាក្រក់ក៏មានរឿងឆ្លោះគ្នាតតែព្រានវាយលបត្រូវស្លាប់ទាំងអស់រឿងក្អែកមួយជាក្អែក10ដំណើររឿងកាលពីព្រេងនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដោយខ្លួនអាខូចជុះអាចដាក់ពាងហើយយកអាចលាក់បិទយ៉ាងល្អមិនឲ្យក្លិនចេញក្រៅអាខិលធ្វើកំបិតមួយផ្លែប៉ុនចង្កឹះអកកំបោរប៉ុនកងដៃស្រោមធំវែងមួយលូកអាខិលខ្ជិលស្ពាយកំបិតនោះដើរលក់អាខូចកពុនពីងអាចដើរទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយទិញផ្អករបស់ខ្ញុំទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាតតែលក់ដាវមិនដាច់គ្មានលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរទេអាខូចឃើញដាវនេះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ដាវឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំបើត្រូវការម្ដងចាំហូតកាប់អ្នកឯងកុំប្រញាប់ហូតមើលបើហូតឡសោកទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំបើកុំតែខែនេះក្រមហូបណាស់កុំអីខ្ញុំមិនដូរទេអាខូចប្រញាប់ប្រគល់ពាងអាចទៅឲ្យអាខិលហើយហាមថាផ្អកខ្ញុំក៏នឹងដែរ
ដល់ពេលស៊ីចាំបើកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរួយបែងក្រែងវាស្អុយស្អកស៊ីមិនតាន់អស់ផងទៅជាខាតឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វាស៊ីឆៅអ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធថាដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខលថាដូរដាវគេថាផ្អកចាវឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លែតទៅលាងចានដុសបាយហើយកាន់កំបិតយ៉ាងកំបិតកំរិលក៏កលទៅចិត្តពីងផ្អកយកកំបិតកោះអាចលាក់នោះបើកឡើងហើយលោកបានមួយក្តាប់ដាក់កាប់ទៅក្នុងចានសល់នៅក្នុងដៃប៉ុន្មានដាក់ផ្លាប់ភ្លក់មើលងើយមុខឡើងទៅលើថាយើផ្អកចាវអ្វីក៏ស្អុយដូចអញគ្មានឆ្អឹងគ្មានសាច់ក៏ខ្វក់មាត់ផងយ៉ាងហ្នឹងធ្វើផ្អកត្រីអ្វីប្តីថាក្រែងត្រីពោប្រពន្ធក៏លូកគោរាវរកក្បាលលូកបានពាក់កណ្ដាលក្អួតចង្អោរជាង20វកដឹងជាក់ជាអាចមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដើមឈើលេបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពីងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវាច្រានស្លឹកគ្រៃកន្ត្រាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដងដាវហូតខ្វាក់ឃើញផ្លែដាវនេះខ្លីកំពេចគិចឡើងទៅលើផ្ទះបង្ហាញប្រពន្ធមើលសើចទាំងពីរនាក់សើចហើយប្រាប់ប្រពន្ធថាប្រាជ្ញានេះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយលុះទៅប្រទេសអានឹងអាខិលដើរពីនាយសើចពព្រាយនិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាមួយនឹងថាអញមកសុំឯងធ្វើខ្លាដែរហើយក៏សុកចិត្តដើរពីរនាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរគិតគ្នាថាឯងត្រូវតែថ្លៃសម្បត្តិមួយច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឲ្យមកយកទ្រព្យសម្បត្តិរបស់អញបំឡំលេបចូលដេកក្នុងមឈូសពីលើខ្មោចសេដ្ឋីអាមួយក៏ទៅបំឡំដេកដូចគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងថ្មិចភ្នែកខំសម្លឹងប្រឹងឆ្ងោកមើលក្រាំងសូត្រព្រះធម៌កូនចៅតូចធំរវល់តែយំសោកអាខូចដើរមករកក្រដាស់បានធ្វើសម្បត្តិខ្លែងកាន់ដើរទៅសំដែងសូត្រឲ្យគេស្ដាប់សម្បត្តិពីមហាសេដ្ឋីមកប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធរឥឡូវឪពុកជរាហើយកូនអើយ
ចូលទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងាត់នោះខ្ញុំខ្លែងបញ្ឆោតកូនសេដ្ឋីស្ទុះភ្លាមទៅស្រែកហៅឪពុកអាខិលឆ្លើយភ្លាមថាកូនសួរថាឪពុកបានឲ្យកូនធွာមកយករបស់មែនឬអាខិលឆ្លើយថាកូនអញឈ្មោះអាខូចវាមករកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយអាខិលថាមើលយករទេះមួយធំក្របីមួយនឹមខ្ទឹមរទេះនោះហើយយកមាសប្រាក់កែវកងសំពត់អាវផ្ទប់ក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុណ្ណាឲ្យវាយកចោះកូនចៅប្រុសស្រីចាញ់ឧបាយកលអាខិលអាខូចក៏ខឹងឲ្យខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីចេះហៅអស្ចារ្យឥឡូវនឹងបើកក្តាមមឈូសឲ្យច្បាស់ចាស់ហាម5ថាមើលមុខខ្មោចមិនបានខ្លាចដេកមើលមកមាយម្លោះហើយក៏ជឿជាក់យកសម្ពុតអាវសម្លៀកបំពាក់នឹមកំរាលពូកខ្នើយហើយថែមតុកផាត់ចានល្អអំបិលប្រហុក4ក្រឡអង្ករ5ការុងដាក់ផ្ទុកទៅឲ្យអាខិលនិងអាខូចបង្វាស់រទេះយ៉ាងធំចជែកយំទាំងទឹកភ្នែកដោយខឹងដោយបញ្ឆោតទាំងស្រីប្រុសហើយក៏ដឹកក្របីមួយនឹមផ្ទឹមរទេះប្រគល់ទៅអាខូចអានោះត្រេកអរឡើងរទេះចេញទៅអ្នកទាំងអស់ដែលនៅតែជ្រុលមិនស្រួលចិត្តព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយអាយលបចេញប្រុចរត់តាមទៅបន្តិចក៏ទាន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានបាយបើឈប់ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមកប្លន់យកទ្រព្យមួយរទេះបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេខ្លះយកមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលាយបាយឲ្យពលស្លាប់អន្តរាយនឹងយកទ្រព្យរបស់នោះតែម្នាក់ឯងអាមួយនៅចាំរទេះក៏ធ្វើខ្នងដាក់ស្ទាក់ផ្លូវបំរុងឲ្យអានោះស្លាប់នឹងយកទ្រព្យសម្បត្តិម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយក៏សុំចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងធ្នាក់នោះស្លាប់អាមួយដើរប្រញាប់ចាប់យកបាយស៊ីមិនដឹងថាមានថ្នាំពុលក៏ពលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃទៅជ្រុលក្នុងទឹកត្រពាំងដាច់ខ្សែទៀមដេកត្រាំទឹកនៅទីនោះទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនដូចនេះទេដូច្នេះបើលៃលកយកទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខ
ក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួនបើនិយាយអ្វីមិនចេះលាក់នឹងយកទ្រព្យទាំងនោះទៅជូនរាជការប្រយោជន៍ដើម្បីឲ្យសុខខ្លួនគិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាជុះអាចមិញមានសត្វក្អែកមួយហើរចេញពីក្តិតតែឯងអាណិតបិទមាត់ឲ្យឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រចៀកគេវាបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅវិញទៅមកហើយគ្មានទាំងសាក់សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថាមានក្អែកពីរហើរចេញពីក្តិតប្តីអញតែឯងកុំមាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមថាក្អែក5លើសតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រាបដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំកស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំកុហកប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើនបុរសនោះក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទៅថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលដាក់ឃ្លាំង